ពីមុនឲ្យទៅដល់រដូវភ្ជុំបិណ្ឌឃើញមានអន្សមមាននំគមអីហ្នឹងគឺដឹងតែអត់ឃ្លានហូបទេប៉ុន្តែដល់ពេលផុតខែភ្ជុំចាប់ផ្ដើមដើររកអន្សមរកនំគមយកមកហូបហើយខែភ្ជុំគឺសបោខ្លាំងមែនតើពុកម៉ែបងប្អូនតាមផ្ទះនីមួយៗគឺសុទ្ធសឹងតែឃើញមានអន្សមមាននំគមដោយសារតែប្រជាជនខ្មែរយើងគឺនិយមវិចអន្សមវិចនំគមពេលរដូវភ្ជុំបិណ្ឌសូម្បីតែនៅតាមវត្តអារាមក៏មានដែរដោយសារតែពុទ្ធបរិស័ទគាត់ធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃចឹងទៅក៏គាត់បានយកអន្សមយកនំគមទៅប្រគេនព្រះសង្ឃដែរចឹងទៅតាមវត្តនីមួយៗគឺខ្ញុំតែងតែឃើញពេលរដូវភ្ជុំបិណ្ឌចឹងទៅគឺសបោនំសមសបោនំគមខ្លាំងមែនតើពេលខ្លះទៅលង្កោដូចភ្នំហើយពេលខ្លះទៀតពេលនៅសល់អន្សមពេលនៅសល់នំគមចឹងទៅតាមផ្ទះនីមួយៗគឺពួកគាត់ចាប់ផ្ដើមយកអន្សមហ្នឹងទៅបំពងជួនកាលទៅយកទៅឆ្អើយកទៅអាំងនឹងឯងពុកម៉ែបងប្អូនគឺពេលហ្នឹងគឺសបោបបោណាដោយសារតែរដូវភ្ជុំបិណ្ឌចឹងទៅគឺទីណាក៏ឃើញមានអន្សមមាននំគមដែរប៉ុន្តែខ្ញុំគឺអត់សូវបានវិចប្រមាណទេពុកម៉ែបងប្អូនដោយសារតែយាយក៏វិចចឹងទៅណាមួយគឺអ្នកចិត្តខាងក៏គាត់ឲ្យដែរចឹងណាយាយនៅចិត្តខាងចឹងទៅគឺត្រូវជាយាយសាច់ឆ្ងាយដែរគាត់យកមកឲ្យចឹងទៅគឺអត់បានវិចបានអីទេណាមួយខ្លាចវិចទៅហូបអត់អស់ទៀតហើយក៏ចំណាយពេលយូរដែរពុកម៉ែបងប្អូនដោយសារតែម៉ែគាត់ចោតធ្វើការចឹងទៅអត់មានអ្នកវិចអត់មានអ្នកអីទេណាមួយពេលវិចចឹងទៅខែភ្លៀងប្រពេចប្របាច់ដែរចឹងក៏អត់បានវិចដែរទៅដល់ឆ្នាំមុនណាពុកម៉ែបងប្អូនបានវិចដែរវិចនំគមវិចអីប៉ុន្តែអត់សូវបានហូបប្រមាណទេដោយសារតែពេលនឹងរវល់ដែរចឹងទៅវិចសមវិចនំគមហ្នឹងអត់សូវបានហូបដោយសារតែហូបច្រើនខ្លាចក្តៅខ្លួនទៀតហើយពេលឆ្នាំថ្មីហ្នឹងគឺខ្ញុំហូបបានតែប្រមាណទេពុកម៉ែបងប្អូនអត់សូវបានហូបណាមួយពេលខែភ្ជុំចឹងទៅគឺអត់សូវឃ្លានអីហូបទេសូម្បីតែបាយក៏អត់បានសូវឃ្លានហូបដែរទៅវត្តអីគឺឃើញបាយហូបអីមានច្រើនខ្លាំងតែប៉ុន្តែអត់បានហូបទេពុកម៉ែបងប្អូនហើយបើសមនំគមវិញក៏សបោដែរប៉ុន្តែអត់បានហូបប៉ុន្តែសារតែពេលផុតរដូវភ្ជុំបិណ្ឌវិញមើលអត់មានសមអត់មានអីហូបវិញគឺពិបាកខ្លាំងតែចាស់ផ្ដើមឃ្លានហូបសមប៉ុន្តែអត់មានសមហូបដល់ពេលខែមានបបោគឺអត់ឃ្លានហូបវិញអត់ដឹងដែរពុកម៉ែបងប្អូនដោយសារតែកាពះក៏ត្រូវការអញ្ចឹងដែរខ្ញុំអត់សូវយល់ពីកាពះខ្លួនឯងពេលខែសបោគឺអត់ហូបទេដល់ពេលខែផុតរដូវភ្ជុំបិណ្ឌអញ្ចឹងទៅចាប់ដើមឃ្លានសមឃ្លាននំគមប៉ុន្តែអត់សូវបានហូបទេដោយសារតែអត់មានបើខែភ្ជុំវិញគឺសបោខ្លាំងមែនតើហើយកាលនៅពីក្មេងៗក៏ចូលចិត្តហូបដែរប៉ុន្តែចូលចិត្តហូបតែសមចេកហើយនំគមបើសមជ្រក់អត់សូវហូបទេប៉ុន្តែឥឡូវក៏ចេះហូបទាំងអស់ពុកម៉ែបងប្អូនមិនថាសមជ្រក់សមចេកគឺសមស្នូលផ្អែមអីគឺចេះហូបទាំងអស់ប៉ុន្តែគ្រាន់តែថាឥឡូវគឺមិនសូវបានហូបទេដោយសារតែអត់សូវបានវិចកាលនៅក្មេងៗគឺម៉ែគាត់និយមវិចខ្លាំងមែនតើប៉ុន្តែដោយសារបច្ចុប្បន្នគាត់ធ្វើការចឹងទៅក៏អត់សូវបានវិចដែរហើយឆ្នាំមុនហើយតែចង់ម៉ែវិចសុខចិត្តកាត់ដើមចេកកាត់អីហាលទាំងភ្លៀងណាពុកម៉ែបងប្អូនហើយចឹងទៅក៏ពេលថ្ងៃចេញលទ្ធផលបាក់ឌុបម៉ែគាត់វិចនំគមវិចអីទៅប៉ុន្តែបានវិចសមទេដោយសារតែវិចសមគឺចំណាយពេលយូរដែរណាមួយគឺអត់មានអង្គតំណើបគ្រប់ចឹងវិចទៅនំគមសិនទៅហើយយាយក៏គាត់វិចសមវិចអីដែរបើសិនវិចច្រើនពេកក៏រៀងពិបាកដែរហើយតាមវត្តវិញគឺសបូនសមសបូននំគមខ្លាំងមែនតើហើយមានតែខែភ្ជុំនឹងឯងពុកម៉ែបងប្អូនគឺសបូនសមសបូននំគមណាហើយពីមុនវិញគឺតាមការនីមួយៗគឺខ្ញុំតែងតែចំណាំឃើញមានវិចសមវិចនំគមប៉ុន្តែបច្ចុប្បន្នគឺមិនសូវមានអ្នកវិចសមវិចនំគមអីដូចពីមុនទេបើសម័យមុនវិញគឺឲ្យទៅដល់ថ្ងៃការចឹងទៅថ្ងៃចូលរោងគឺចាស់ចាស់គាត់តែងតែនាំគ្នាវិចសមវិចនំគមប៉ុន្តែបច្ចុប្បន្នគឺអាចនឹងលុបបំបត្តិចោលដែរដោយសារតែចំណាយពេលយូរភាគច្រើនគឺទិញគេនឹងឯងដោយសារតែចំណាយពេលយូរណាពុកម៉ែបងប្អូនចឹងទៅក៏មិនសូវឃើញមានសមមាននំគមអីដែរភាគច្រើនគឺទិញគេនឹងឯងហើយវីដេអូខ្ញុំថ្ងៃនេះក៏អត់មានអីច្រើនដែរបើសិននិយាយខុសឆ្គងអីសូមពុកម៉ែបងប្អូនកាន់តែអភ័យ